ហើយយ៉ាគ្រប់ទឹកហើយខ្ញុំតែប៉ុណ្ណេះម៉ាក់កំពុងតែត្រូវការលុយផងអូយអាក្តិនណាយហើយវិថីឯងបានមកដេកមកមើលទាំងថ្ងៃចឹងឡានអីឆ្ងាញ់អីបងតាថ្លៃសាលាខែនឹងឲ្យតាបានសិនទៅនៅក្នុងទីក្រុងមួយដែលពោរពេញទៅដោយមនុស្សម្នាច្រើនកុះករមានទាំងអ្នកមាននិងអ្នកក្រធ្វើដំណើរទៅវិញទៅមកនៅទីនេះមានមន្ទីរពេទ្យសាលារៀននិងហាងលក់ទំនិញជាច្រើននៅក្នុងរដូវកាលនេះគឺជារដូវកាលគ្រីស្មាស់មនុស្សម្នាជាច្រើនបាននាំគ្នារៀបចំតុបតែងគ្រឿងលម្អនៅតាមទីសាធារណៈដើម្បីឲ្យបានមុនថ្ងៃនោះមកដល់នៅឯក្នុងផ្ទះចាស់មួយFiden គឺជាក្មេងម្នាក់ដែលកំព្រាឪពុករស់នៅជាមួយម្ដាយដែលជាស្ត្រីមេម៉ាយម្ដាយរបស់ Fiden បានបង្ហាត់បង្រៀន Fiden បានយ៉ាងល្អមួយសប្តាហ៍មុនថ្ងៃណូអែលចូលមកដល់ម៉ាក់នៅតែមួយសប្តាហ៍ទៀតទេថ្ងៃបុណ្យណូអែលនឹងមកដល់ហើយម៉ាក់ចា Fiden ម៉ាក់ដឹងហើយកូនតែកូនចង់បានកាដូណាម៉ាក់នៅឯសាលារៀនណាកូនបានឮមិត្តភ័ក្តិរបស់កូននិយាយថាម៉ាក់ប៉ាគេបានរៀបកាដូធំណាសម្រាប់ពួកគេចាចាំម៉ាក់សន្សំលុយទុកទិញកាដូឲ្យកូនណាកូនឆាប់ចូលគេងសិនទៅប្រយ័ត្នស្អែកក្រោកទៅរៀនមិនទាន់គេបាទម៉ាក់តើឲ្យខ្ញុំទៅយកលុយពីណាមកដើម្បីនឹងទិញកាដូឲ្យ Fiden ទៅបើថ្លៃសាលាក៏មិនទាន់មានបង់ផងណាស់ហើយចុះមានតែអធិដ្ឋានទូទៅព្រះទេសម្រាប់ឥឡូវនេះលុះព្រឹកឡើង Fiden បានរៀបចំខ្លួនទៅរៀនដូចជាសពមួយដងក៏ប៉ុន្តែនៅថ្ងៃនេះម៉ាក់របស់ Fiden មិនបានធ្វើអាហារពេលព្រឹកឲ្យ Fiden នោះឡើយនៅឯសាលារបស់ Fiden Fiden ម៉ាក់សុំទោសផងណាដែលថ្ងៃហ្នឹងម៉ាក់អត់បានធ្វើអាហារពេលព្រឹកឲ្យឯងទេចឹងឯងកុំភ្លេចយកលុយដែលម៉ាក់ឲ្យនឹងទៅទិញអីហូបទៅណាបាទម៉ាក់អញ្ចឹងម៉ាក់ទៅវិញហើយនៅតាមផ្លូវទៅកន្លែងអង្គុយលេងនៅក្នុងសាលារៀនតើថ្ងៃនេះខ្ញុំគួរញ៉ាំអីទៅណោះសម្រាប់លុយទៅប៉ុណ្ណេះគ្មានអីក្រៅពីសាន់វិចទេមកទៅពូខ្ញុំយកសាន់វិចមួយអូខេកូនអញទៅអង្គុយចាំពូបន្តិចសិនទេចឹងពេលដែល Fiden បានទៅអង្គុយនៅឯតុក្បែរនោះគេក៏បានឃើញលុយមួយដុំបានធ្លាក់នៅក្បែរគុម្ពផ្កានោះហើយយ៉ាគ្រប់ទឹកហើយខ្ញុំតែប៉ុណ្ណេះម៉ាក់កំពុងតែត្រូវការលុយផងហេអូននេះសាំងវិចរបស់ឯងបាទពូនេះលុយពូបន្ទាប់ពីញ៉ាំសាន់វិចរួចហើយ Fiden បានរើសលុយនោះដាក់ចូលក្នុងកាបូបរបស់គាត់ហើយបានដើរចូលទៅក្នុងថ្នាក់រៀនទាំងសេចក្តីរីករាយជាខ្លាំងគេមិនបានប្រាប់ឲ្យអ្នកណាដឹងពីរឿងទាំងអស់នេះឡើយ Fiden រំភើបពេកក៏បានអង្គុយស្រមើស្រមៃតែម្នាក់ឯងឆ្នាំនេះមិនដូចឆ្នាំមុនទេខ្ញុំនឹងមានឡានមានតុក្កតាសម្រាប់លេងហើយនឹងអាហារឆ្ងាញ់នៅថ្ងៃគ្រីស្មាស់នេះជាក់ជាមិនខានអូយអាក្តិនណាយហើយវិថីឯងបានមកដេកមកមើលទាំងថ្ងៃចឹងឡានអីឆ្ងាញ់អីបងតាថ្លៃសាលាខែនឹងឲ្យតាបានសិនទៅសំឡេងកណ្ដឹងទៅផ្ទះក៏បានបន្លឺឡើងដោយមិនបង្អង់យូរ Fiden ក៏បានប្រញាប់ប្រញាល់រត់ទៅផ្ទះយ៉ាងលឿនដើម្បីយកលុយមួយដុំនោះឲ្យទៅម៉ាក់របស់គាត់នៅឯផ្ទះរបស់ Fiden ម៉ាក់មានរឿងអីកូនបានជាត្រហេបត្រហប់យ៉ាងនេះមើលនិយាយមួយមក Fiden អត់ទេម៉ាក់គឺថាកូនណារើបានលុយមួយដុំណាម៉ាក់មិនជឿទេកូនចេះប្រាំងម៉ាក់ទៀតឥឡូវហ្នឹងអត់ទេម៉ាក់គឺកូនណារើវាបាននៅក្រោមគុម្ពផ្កានៅក្បែររទេះលក់នំប៉័ងនៅឯសាលារៀនមែនបើម៉ាក់មិនជឿនេះលុយដែលកូនរើបានលុយច្រើនម្លេះអូដឹងហើយ Fiden ណាកុំមកបោកម៉ាក់ជាមួយនឹងលុយសែននោះឯងស្មានតែម៉ាក់មិនដឹងមែន
មិនដែលមានអ្នកណាទៅຕົកលុយច្រើនអញ្ចឹងចោលក្នុងគុម្ពផ្កាទេហើយខ្ញុំតបោកម៉ាក់ធ្វើអីបើអញ្ចឹងឲ្យម៉ាក់ពិនិត្យមើលតិចសិនមើលវ៉ាវ Fiden លេងម៉ាក់ហើយនេះជាលុយពិតទាំងអស់តែហើយមិនបានជាឯងមិនប្រគល់ឲ្យម្ចាស់គេវិញអញ្ចឹងអូយម៉ាក់អើយខ្ញុំមិនដឹងអ្នកណាជាម្ចាស់ទេបើមកកន្លែងហ្នឹងគឺមានតែពូលក់នំប៉័ងហើយនឹងកូនហ្នឹងណាមួយទៀតខ្ញុំអង្គុយចាំនៅកន្លែងនោះមួយរយៈដែរតែមិនឃើញមានអ្នកណាមករកទេបើអញ្ចឹងប្រហែលជាម្ចាស់គេរកស្លាប់ហើយមើលទៅតើគួរឲ្យខ្ញុំធ្វើយ៉ាងម៉េចម៉ាក់ឥឡូវនេះកូនត្រូវស្ដាប់ម៉ាក់ដឹងថាកូនពិតជាត្រូវការលុយណាស់លុយគឺជាអ្វីដែលគ្រប់គ្នាត្រូវការដូចនេះហើយម្ចាស់លុយនេះគាត់ក៏ត្រូវការនឹងស្ដាយដូចគ្នានៅពេលដែលបាត់ចូលកូនយកលុយនេះទៅដាក់ក្នុងកាបូបហើយទៅអង្គុយចាំនៅកន្លែងដែលកូនរើសបានបន្ទាប់មកបើសិនជាកូនឃើញម្ចាស់គេដើរមករកនោះកូនត្រូវប្រគល់ឲ្យម្ចាស់គេវិញជាពុំខានបាទម៉ាក់តែបើមិនឃើញម្ចាស់គេមករកទេចូលកូនយកវាទៅប្រគល់ឲ្យប៉ូលីសចុះក្រែងលោម្ចាស់គេទៅសុំជំនួយពីប៉ូលីសក្នុងការស្វែងរកលុយរបស់គេនោះគេនឹងងាយរកឃើញបាទម៉ាក់ពេលនោះ Fiden បានត្រឡប់ទៅកន្លែងដែលគេរើសលុយនោះបានម្ដងទៀតអស់រយៈពេលជាងកន្លះថ្ងៃ Fiden ក៏មិនបានជួបអ្នកណាមករកលុយនោះឡើយ Fiden បានសម្រេចចិត្តថានឹងយកលុយមួយដុំនោះទៅឯប៉ុស្តិ៍ប៉ូលីសវិញនៅឯប៉ុស្តិ៍ប៉ូលីសហើយទៅណាមុខណានឹងអាល្អិតបាទជំរាបសួរលោកពូបាទជំរាបសួរតើឯងមកទីនេះតាំងល្ងាចហ្នឹងមានការអ្វីដែរបាទលោកពូគឺថាកាលពីព្រឹកមិញហ្នឹងខ្ញុំបានរើបានលុយមួយដុំខ្ញុំបានអង្គុយចាំរហូតដល់ពេលល្ងាចនៅតែមិនឃើញម្ចាស់គេមករកវិញទើបខ្ញុំសម្រេចចិត្តថាយកមកប្រគល់ឲ្យខាងប៉ូលីសជាអ្នកដោះស្រាយណាមួយក្រែងលោម្ចាស់គេមករកវិញនៅឯប៉ុស្តិ៍ប៉ូលីសនោះគាត់នឹងបានឃើញអូអញ្ចឹងសោះណល្អណាស់ដែលឯងធ្វើអញ្ចឹងចាំខាងមន្ត្រីប៉ូលីសជួយរក្សាលុយនេះទុកឲ្យម្ចាស់គេចុះតែក្នុងរយៈពេលមួយសប្តាហ៍បើមិនឃើញម្ចាស់គេមករកទេនោះលុយនេះនឹងក្លាយជារបស់ក្មួយហើយណាអញ្ចឹងពូសុំឈ្មោះនិងអាសយដ្ឋានរបស់ក្មួយមួយមកអញ្ចឹងបាទលោកពូបន្ទាប់ពីបានបំពេញបែបបទរួចហើយ Fiden ក៏បានត្រឡប់ទៅផ្ទះវិញលោកប៉ូលីសម្នាក់នេះមានការអស្ចារ្យនៅក្នុងចិត្តក៏និយាយតែម្នាក់ឯងថាឈ្មោះ Fiden ណក្មេងនេះពិតជាគួរឲ្យចាប់អារម្មណ៍មែនមើលខ្ញុំសូមទៅឆែកមើលប្រវត្តិរបស់ក្មេងនេះបន្តិចសិននៅឯផ្ទះរបស់ Fiden កូនមកវិញហើយតើបានជួបម្ចាស់គេទេកូនសម្លាញ់បាទម៉ាក់គឺមិនបានជួបទេហើយកូនក៏បានយកលុយនោះទៅប្រគល់ឲ្យខាងប៉ូលីសដោយដែលម៉ាក់បានប្រាប់កូនហើយល្អហើយកូនប្រុសហើយចុងប៉ូលីសបាននិយាយអ្វីខ្លះទេលោកពូប៉ូលីសបានប្រាប់កូនថាក្នុងរយៈពេលមួយសប្តាហ៍បើមិនឃើញម្ចាស់គេមករកទេលុយនោះនឹងក្លាយជារបស់កូនហើយម៉ាក់សង្ឃឹមថាម្ចាស់គេមកយកវិញចុះកូនក៏សង្ឃឹមអញ្ចឹងដែរម៉ាក់ល្អហើយអញ្ចឹងឥឡូវកូនឆាប់ទៅងូតទឹកសិនទៅនឹងអាងមកញ៉ាំបាយណាមួយសប្តាហ៍ក្រោយមកថ្ងៃគ្រីស្មាសក៏បានមកដល់សំឡេងគូទ្វារក៏បានបន្លឺឡើងចាចាំមួយផ្លែតសួស្តីបងស្រីតើទីនេះមែនទេដែលជាផ្ទះរបស់ Fiden ចាលោកប៉ូលីសគឺទីនេះហើយតើលោកមានការអ្វីមែនទេបើអញ្ចឹងខ្ញុំសូមរំខានបងស្រីបន្តិចហើយព្រោះខ្ញុំមានអ្វីចង់ surprise Fiden អូចាបានសូមអញ្ជើញចូលមកខាងក្នុងសិនមកលោកប៉ូលីសលោកប៉ូលីសក៏បានចូលទៅក្នុងផ្ទះមានទាំងកាដូជាច្រើនសម្រាប់ឲ្យទៅ Fiden អើយ Fiden អញចេញមកណែបន្តិចមកបាទជំរាបសួរលោកពូតើពូរកម្ចាស់លុយនោះឃើញហើយមែនទេ
មើលកុំតន់និយាយរឿងហ្នឹងនេះណែជាកាដូរបស់ឯងសម្រាប់ថ្ងៃណូអែលនេះ វ៉ាវពិតជាអស្ចារ្យណាស់លោកពូខ្ញុំសូមអរគុណច្រើនណាស់លោកពូ ហើយនេះក៏ជាលុយដែលឯងបានរើសបានកាលពីថ្ងៃមុនសូមឯងទទួលយកវាចុះវាคล้ายទៅជារបស់ឯងហើយ តើនេះឬជាចម្លើយនៃការអធិដ្ឋានរបស់ខ្ញុំអរព្រះគុណព្រះជាម្ចាស់វីដេននិងម្ដាយរបស់គេមានការអរសប្បាយរីករាយជាខ្លាំងភាពស្មោះត្រង់គឺជាតម្លៃមួយនៃជីវិតភាពស្មោះត្រង់គឺមាននៅក្នុងចិត្តរបស់មនុស្សគ្រប់រូបមិនថាកុមារឬមនុស្សចាស់នោះទេចូលឲ្យយើងកាន់ខ្ជាប់នៅសេចក្តីពិតនិងរក្សាឲ្យជាប់ទុកនៅក្នុងចិត្តជានិច្ចនៅក្នុងព្រះគម្ពីរព្រះយេស៊ូវក៏បានបង្រៀនយើងថាកុំឲ្យសេចក្តីមេត្តានិងសេចក្តីពិតចេញពីឯងបាត់ឡើយចូលចងសេចក្តីទាំងពីរនេះនៅកឯងចុះហើយចរិតទុកនៅក្នុងដួងចិត្តឯងដែរយ៉ាងនោះឯងនឹងបានប្រកបដោយគុណនិងបំណងល្អចំពោះព្រះហើយនឹងមនុស្សផង